nhầm bạc bạc đây và việc chụp đi những bóng ồn nhầm thằng ngõ nên để rồi mưa nhầm từ một ngày nó nghịch ngõ thao việc mình lâu và má này nghịch ngõ này bảng nhầm prap ở biết này ở đây ngắm nhầm chụp mình nhỏ hỏi đây xe cả thuê tất cả nó lấy cả lọ xi cái đã hỏi ấy đâu tầm độc nữa mà độc nó cái thằng cái vô độc nào giỏi ấy ba tờ ra tao nó nhầm thuê họ và đó cái bên đó bên thầy vô cho hai số ta thầy vô tôi nhầm đối số e đầm thằng hai bọn bồn thằng đây cái vô ai bồn đúng mua được cái bồn phúc nè na cái đôi ở thầy vô tao đâu hai cú sạc nhầm thằng đấy số thà con chào nhầm của man nè đập nè số ta ở tao đâu nè hai cái bên vô con vô chào cái vô mà đặt túc nâng việc xe đây khiêm là sao đấy sự thả khiêm đấy cái vô tận tục cái đó cái vô mà đặt đây khiêm đấy ông khiêm này nè bà khiêm xứng tập luôn đọc này chui đọc sai cái phò រឿងវាមានបញ្ហាពីរមិនមែនមានបញ្ហាតែបងប្អូនដែលកំពុងតែកាន់កាប់ដីជាក់ស្ដែងនោះទេអ្នកគ្នាដែលប្រុងយកគ្នាមកដល់យកមកដាក់ទីនេះក៏កំពុងតែមានបញ្ហាដូចគ្នាហ្នឹងឯងបាទខ្ញុំគ្រប់គ្រងណាការរៀបចំដីសម្បទានសង្គមគិច្ចណាប៉ុន្តែទោះបីយ៉ាងណាក៏ដោយត្រូវតែគោរពនៅគោលការណ៍សម្បទានមានន័យថាយើងមានច្បាប់សម្បទានមិនមែនចេះតែនឹកឃើញយកទេប៉ុន្តែអាជ្ញាធរបច្ចុប្បន្ននេះរបស់គណៈបព្វជិប្រជាជនបច្ចុប្បន្ននេះធ្វើអីគឺតាមតែនឹកឃើញដោយរឿងសម្បទានអញ្ចឹងខ្ញុំគ្រប់គ្រងថាឥឡូវបើសិនជាប្រជាពលរដ្ឋនៅកំពង់ភ្លុកគាត់នៅតែលើទឹកអញ្ចឹងត្រូវការឲ្យគាត់មានដីនៅលើគោកឲ្យគាត់មានស្រែធ្វើសម្រាប់ធ្វើស្រែចម្ការសម្រាប់ជួយគ្រួសារឥឡូវខ្ញុំគ្រប់គ្រងឲ្យមានទៅប៉ុន្តែមុននឹងធ្វើសម្បទាននេះយើងត្រូវសិក្សាឲ្យដល់ប៉ុន្តែពួកនឹងអត់ទេទម្លាប់គេគឺគេទាញតែផែនទីមកណាដាក់ផែនទីពុតគេមើលគេថាកន្លែងណាសល់ដីសម្បទានកន្លែងណាគម្របព្រៃកន្លែងណាភ្នំកន្លែងណាបឹងហើយគេចុចយកដល់អត់បានមកចុះមើលផ្ទាល់ហើយផែនទីសួរផែនទីតាំងពីឆ្នាំណាតាំងពីទសវត្សរ៍ទី60ហ៎យើងកំពុងបង្កើតគោលនយោបាយផ្ដល់ដីសម្បទានមួយដោយសារតែប្រជាពលរដ្ឋនៅកំពង់ភ្លុកអត់មានដីណាគោលការណ៍ណាគឺដោយសារគាត់អត់ដីបានយើងផ្ដល់ដីសម្បទានឲ្យចុះឥឡូវបើដល់ដីសម្បទានហើយស្រាប់តែដីសម្បទាននឹងមានបញ្ហាមានន័យថាដកដីពីប្រជាពលរដ្ឋខាងនេះយកទៅឲ្យដីខាងនោះអញ្ចឹងមានន័យថាប្រជាពលរដ្ឋមួយក្រុមទៀតត្រូវតែអត់មានដីដែរផែនការយកអ្នកកំពុងភ្លុកមកនៅទីនេះផ្ដល់ដីសម្បទានដល់អ្នកកំពុងភ្លុកនេះកំពុងមានបញ្ហាហើយព្រោះហេតុអីដីទាំងអស់ហ្នឹងគឺកំពុងតែអាស្រ័យផលហើយអាស្រ័យផលហ្នឹងមិនមែនតែធ្វើឆ្នាំថ្មីនេះទេវាយូរយារណាស់មកហើយអញ្ចឹងបើសិនជាយកខាងនោះយកមកដាក់ខាងនេះកើតបញ្ហាតែម្ដងបាទអញ្ចឹងត្រូវដោះស្រាយអានឹងយើងត្រូវចេញមុខដោះស្រាយទី2ឆន្ទៈក្នុងការដោះស្រាយឆន្ទៈរបស់អាជ្ញាធរត្រូវដោះស្រាយឥឡូវបើសិនជាគាត់មានតំណែងហើយគាត់អត់ដីពីមុនមកគង់ថ្ងៃក្រោយពេលដែលគាត់អត់ដីគង់ទៅធ្វើសង្គមកិច្ចឲ្យគាត់ចុះឥឡូវគាត់មានដីធ្វើហើយជួយយើងទៅនាំគាត់ចេញពីនឹងទៅអីមិនចឹងទេអញ្ចឹងរកកន្លែងថ្មីទៀតទៅឲ្យអ្នកកំពុងភ្លុកទៅវារួចបាត់ហើយមិនចឹងទេបាទហ្នឹងវាអត់មានអីពិបាកគោលការណ៍យកប្រជាពលរដ្ឋណាពីកំពង់ភ្លុកដែលអត់មានដីធ្លីហ្នឹងមកឲ្យមានដីធ្លីការពិតមិនមែនដំបូងមិនមែនមកតំបន់នេះទេដំបូងនោះទៅស្រែណយក៏ដូចគ្នាដែរស្រែណយនោះគឺប៉ះធ្ងន់ជាងបងប្អូនទៀតស្រែណយយកទៅដាក់គឺវាភ្លើងបាត់អស់ហើយហ្នឹងបាទវាភ្លើងបាត់អស់ហើយណាដល់ពេលប្រជាពលរដ្ឋខាងនោះរៀងតវ៉ាមក12 3គោយន្តឡើងរៀបឡើងដល់ខែទៅដកឃ្លាពីខាងនោះមកវិញណាអាចឃ្វាទៅខ្វះដីខ្វះអីអញ្ចឹងក៏សម្លឹងឃើញដីគម្របព្រៃនៅនេះរៀងច្រើនអញ្ចឹងក៏សម្លឹងមកខាងនេះណាឃើញយើងធ្វើអីអត់មានគោលការណ៍យើងធ្វើអីអត់មានសិក្សាណាតាមពិតដីសម្បទានសេដ្ឋកិច្ចសង្គមគិច្ចច្រើនណាប៉ុន្តែដោយសារអីបើនៅសល់តិចហើយរោមិនបានយកខ្លួនឯងខ្លះទៅណាធ្វើសម្បទានសេដ្ឋកិច្ចខ្លះទៅអញ្ចឹងដល់ពេលត្រូវការយកឲ្យប្រជាពលរដ្ឋក្រីក្រអត់មានបដ ாய் ចាប់អានេះប៉ះនេះចាប់អានេះប៉ះនេះចាប់អានេះប៉ះនេះបាទត្រូវតែដោះស្រាយនាយករដ្ឋមន្ត្រីសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសបើចង្វាយខេត្តណាដកស្រាយមិនចេញដកចេញពីខេត្តហ្នឹងមកយើងខ្ញុំនឹងស្នើឲ្យអភិបាលខេត្តមេត្តាដោះស្រាយរឿងនេះជាបន្ទាន់ហើយបើសិនជាមិនដោះស្រាយរឿងនេះទេមានបញ្ហាអ្នកទទួលខុសត្រូវគឺចង្វាយខេត្តអញ្ចឹងបាទ